លើ footage number footer number នៅក្នុងស្លឹកកិច្ចការរបស់យើងដែលជាទំព័រដែលគេហៅថាលេខទំព័រអញ្ចឹងជំហានដំបូងយើងធ្វើការបង្កើតនៅ table of contents សិនជំហានដំបូងយើងត្រូវធ្វើការ set ទៅលើ header របស់វាដើម្បីបង្កើតទៅលើ header យើងចូលមកកាន់ home ហើយជ្រើសរើសយក option này នេះយកកន្លែងនេះមកវានឹងចេញ slide បែបនេះមួយយើងគ្រាន់តែចុចកន្លែងនេះ add new style មកហើយកន្លែង name នេះយើងធ្វើការ change ទៅលើ nickname របស់វាអញ្ចឹងអានឹងខ្ញុំដាក់ level 1ហើយបន្ទាប់ពីនឹងទៀតយើងធ្វើការ create ទៅឡើងនេះហើយចូល format យកពាក្យ paragraph ហើយជ្រើសរើសយកកន្លែង outline level យើងយកវា level 1ហើយយើងចុចពាក្យវា OK មកប៉ុណ្ណឹងយើងបង្កើតវាបានទៅលើ level 1មួយហើយដល់ពេលចូលទៅដល់ level 2យើងជ្រើសរើសបង្កើត level 2គ្រាន់តែចុច new slide new style ដូចមុននឹងមកហើយយើង set របស់វាដាក់វា level 2ហើយគ្រីសកន្លែងនេះ automatically update ហ្នឹងមកហើយចុច format paragraph ជ្រើសរើសយកកន្លែងនេះយកវា level 2ប៉ុណ្ណឹងមកយើងគ្រាន់តែ OK ទៅបានហើយចំពោះ level 3យើងហៅវាមកហើយបង្កើតវាជា new style ដូចមុនយើង set វាជា level 3ហើយចុច text format paragraph ហើយចុចចូលវា level 3ប៉ុណ្ណឹងមកយើងនឹងបាន header ដែលយើងបង្កើតថ្មីជារបស់យើងហើយអញ្ចឹងបន្ទាប់ពីយើងបង្កើតទៅលើ header នឹងរួចហើយយើងចាប់ផ្ដើម set ទៅលើវាអញ្ចឹងដើម្បី set បានយើងស្រួលមើលវាផងដែរយើងចូលវាទៅកាន់ view ចុច view ហើយយកពាក្យ navigation pane តែហ្នឹងមកយើង touch វាមកវានឹងចេញ column បែបនេះមួយហើយយើងចាប់ផ្ដើម set ទៅលើវាអានេះជា level 1យើងដាក់វា level 1មួយហើយអានេះជា level 2យើង set ជា level 2អានេះ level 2ដែរអានេះក៏ជា level 2ដែរចំពោះអាពីរនេះជា level 1អញ្ចឹងយើងចាប់ផ្ដើម set វាទៅតាមមុខងាររបស់វាហើយអានេះជា level 2 level 2ពាក់ព័ន្ធមួយនេះគឺ level 1 level 2 level 2 នៅពេលណាដែលយើង set ទៅលើពួកអាហ្នឹងហើយវានឹងចេញនៅអាកន្លែងនេះអាហ្នឹងដែលជាគេហៅថាចំណងជើងណាវានឹងចេញនៅខាងហ្នឹងមួយឯងចំពោះនេះ level 3 level 3 level 3 ទៅណាបាត់3 អានេះជា level 1 level 1ដូចគ្នា level 1នេះជា level 1នេះក៏ជា level 1ដែរមួយចុងក្រោយជា level 1បន្ទាប់ពីយើង set បែបហ្នឹងហើយវានឹងចេញទម្រង់បែបនេះឲ្យយើងឃើញនៅពេលដែលយើង save PDF អីទៅយើងអាច zoom មកមើលផងដែរបន្ទាប់ពីយើង set បានប៉ុណ្ណឹងហើយយើងចាប់ផ្ដើមbreak ទៅលើទំព័រกระดาษរបស់វាដើម្បី break បានយើងធ្វើការចូលទៅក្នុង layout ហើយចុចយកពាក្យ option break ហើយចុច next page វានឹងបង្កើតបានទៅលើ page ទទេមួយដើម្បីកំណត់ដាក់ទៅលើ table of content បានយើងគ្រាន់តែចូលទៅកាន់ reference ហើយយកពាក្យ table of content សម្រាប់ខ្ញុំយកទៅលើ option ទី2យើងចុចប៉ុណ្ណឹងមកវានឹងចេញទម្រង់បែបនេះឲ្យយើងហើយ
ចឹងគ្រាន់តែយើងកែទៅលើ font មកវាមកកែ font ខ្ញុំដាក់សៀមរាបខ្ញុំដាក់ font វាធំ11ប៉ុណ្ណឹងយើងទទួលបាននៅចំណងជើងនៃអត្ថបទរបស់យើងឬក៏យើងហៅថាជាមាតិកាបន្ទាប់ពីនឹងហើយយើងចាប់ផ្ដើមដាក់ទៅលើ footer នៃกระดาษរបស់យើងអញ្ចឹងដើម្បីដាក់ទៅលើ footer បានយើងហូតវាយកអាស្រ័យកិច្ចការមួយណាក៏បានដែរដោយយើងគ្រាន់តែយកមកឆ្វេងចុចទៅលើចុងกระดาษហ្នឹងមកចុច2ទៅ3ដងវានឹងលោតមកបែបនេះអញ្ចឹងវាបែងចែកគ្នាអានេះជា session 1 អានេះជា session 2 ហេតុអីបានវាចេញជា session 2 អញ្ចឹងដោយសារតែយើងបាន break กระดาษវាមុនហ្នឹងអញ្ចឹងដល់ពេលដែលវាចេញអញ្ចឹងយើងគ្រាន់តែចុចទៅលើ option ដាក់ footer ហើយជ្រើសរើសយកoption មួយណាដែលយើងចូលចិត្តខ្ញុំយកនេះចោះនឹងវានឹងចេញលេខទំព័រឲ្យយើងបែបនេះអញ្ចឹងដោយសារតែអាទំព័រនេះវាជាទំព័រមេតិកាអញ្ចឹងខ្ញុំអត់ចង់បានវាជាលេខទេខ្ញុំចង់បានវាជារបៀបលេខក្រមាំងអញ្ចឹងដើម្បីបង្កើតនៅលេខក្រមាំងយើងគ្រាន់តែផ្ដាច់ link វាចេញអញ្ចឹងដើម្បីផ្ដាច់ link វាបានយើងគ្រាន់តែហូតវាចូលទៅក្នុង header session 2មកហើយយើងហូតទៅដល់អាចង់ footer របស់វាយើងគ្រាន់តែដាក់ mouse select លើលេខ3ហ្នឹងមកវានឹងចេញ link to private យើងគ្រាន់តែដោះ link ហ្នឹងចេញទៅវានឹងចេញផ្ដាច់ចេញពីគ្នាអញ្ចឹងយើងគ្រាន់តែកែលេខនេះមកយើងចូលទៅលើ option page number ហើយចុចយកពាក្យថា format page number ហើយយើងជ្រើសរើសយក option 1ទៅដល់3ចុចហើយយកពាក្យថា start at អញ្ចឹង start at វានឹងចេញចាប់ពីលេខ1ទៅហើយយើងចុច OK វានឹងចាប់ផ្ដើមចេញពីលេខ1ទៅអញ្ចឹងអានេះគឺជាទំព័រលេខ2ចំពោះអានេះយើងកែវាដូចគ្នាយើងចុច select លើវាហ្នឹងមកហើយយើងចុចពាក្យ page number ធម្មតាហើយចូល format page number ហើយជ្រើសរើសយក option ដែលមានលេខក្រមាំងហើយចុច start at អញ្ចឹងវា start ចាប់ពីលេខ1រមាំងទៅអញ្ចឹងនេះជាលេខ1រមាំងហើយនេះលេខ2រមាំងអញ្ចឹងការដាក់ទៅលើ footer ជាមួយនឹង